តែអ្នកទាំងអស់គ្នាមានដែលមើលទៅលើមេឃហើយឆ្ងល់ទេថាហេតុអីបានជាមេឃរបស់យើងមានពណ៌ខៀវពណ៌ផ្ទៃមេឃនៅពេលថ្ងៃហើយពណ៌លឿងពណ៌ក្រហមនិងពណ៌ទឹកក្រូចនៅពេលល្ងាចនេះគឺជាសំណួរដែលខ្ញុំបានសួរខ្លួនឯងតាំងពីនៅតូចប៉ុន្តែខ្ញុំពុំមានឱកាសស្វែងរកចម្លើយវានោះទេលុះដល់ថ្ងៃមួយខ្ញុំប្រទះឃើញរូបមួយនេះក្នុងរូបនេះខ្ញុំចាប់អារម្មណ៍ថាលំហអវកាសមានពណ៌ខ្មៅទេហេតុអីបានមេឃរបស់ផែនដីយើងមានពណ៌ជាច្រើនបែបនេះដល់អញ្ចឹងចម្ងល់តាំងពីក្មេងរបស់ខ្ញុំបានផុសឡើងមកវិញធ្វើឲ្យខ្ញុំចង់ស្វែងរកមូលហេតុនៃបាតុភូតមួយនេះតើអ្នកទាំងអស់គ្នាដឹងទេថាកំឡុងពេលដែលខ្ញុំស្វែងរកមូលហេតុមួយនេះខ្ញុំបានស្វែងរកឃើញរឿងគួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាច្រើនអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកនៅដំណើរស្វែងយល់របស់ផ្ទៃមេឃហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលដូចខ្ញុំដែរខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាចាប់អារម្មណ៍ដូចខ្ញុំហើយថាទីតាំងរបស់ព្រះអាទិត្យមានទំនាក់ទំនងទៅនឹងពណ៌របស់ផ្ទៃមេឃដូចជាពេលព្រះអាទិត្យរះព្រះអាទិត្យពេលថ្ងៃនិងព្រះអាទិត្យរៀបលិចចំណុចមួយនេះធ្វើឲ្យយើងអាចសន្និដ្ឋានថាព្រះអាទិត្យគឺជាតម្រុយមួយដ៏សំខាន់ដែលយើងនឹងតាមដានដើម្បីស្វែងយល់ហេតុអីបានជាពណ៌របស់ផ្ទៃមេឃមានការផ្លាស់ប្ដូរខ្ញុំបានរកឃើញរូបនេះមួយនេះជារូបព្រះអាទិត្យដែលអង្គការ NASA បានថតពីអវកាសពេលមើលរូបនេះហើយតើអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍ថាមានអីប្លែកដែរឬទេចំណុចដែលប្លែកគឺព្រះអាទិត្យនឹងហើយតាំងពីក្មេងមកខ្ញុំតែគិតថាព្រះអាទិត្យមានពណ៌លឿងពណ៌ទឹកក្រូចឬពណ៌ក្រហមសូម្បីតែពេលដែលខ្ញុំគូរគំនូក៏ខ្ញុំផាត់ពណ៌អញ្ចឹងដែរការពិតទៅពេលដែលយើងមើលព្រះអាទិត្យពីផែនដីទៅវាមានពណ៌ទឹកក្រូចលឿងឬក្រហមអញ្ចឹងមែនតែដល់ពេលដែលយើងមើលពីអវកាសវាទៅជាពណ៌សទៅវិញចំពោះកន្លែងនេះខ្ញុំចង់ទុកឲ្យអ្នកទាំងអស់គ្នាឆ្ងល់សិនអញ្ចឹងយើងមកមើលរឿងយើងវិញព្រះអាទិត្យមានពណ៌សពន្លឺព្រះអាទិត្យក៏មានពណ៌សដែរចុះហេតុអីបានជាវាធ្វើឲ្យផ្ទៃមេឃរបស់យើងមានពណ៌ផ្សេងៗបែបនេះគួរឲ្យឆ្ងល់មែនទេអ្នកទាំងអស់គ្នាចំពោះចំណុចនេះខ្ញុំចង់ប្រាប់ពីរឿងគួរឲ្យភ្ញាក់ផ្អើលទី2ពណ៌របស់ព្រះអាទិត្យមានពណ៌សអញ្ចឹងទេប៉ុន្តែវាផ្ទុកទៅដោយពណ៌ផ្សេងៗដូចពណ៌ឥន្ធនូអញ្ចឹងបើមិនយើងចង់បែងចែកវាយើងអាចប្រើពន្លឺដែលចាំងទៅក្នុងកញ្ចក់ prism បានពេលពន្លឺសហ្នឹងចាំងចូលទៅក្នុងកញ្ចក់ prism វានឹងញែកចេញជាពណ៌ផ្សេងៗដូចជាពណ៌ឥន្ធនូអូខេយើងត្រឡប់មករឿងយើងវិញយើងឃើញថាពន្លឺព្រះអាទិត្យពណ៌សអាចញែកជាពណ៌ផ្សេងៗបានលុះត្រាតែវាប៉ះជាមួយនឹងអង្គធាតុណាមួយឬក៏វាឆ្លងទៅក្នុងមជ្ឈដ្ឋានណាមួយបើយើងក៏លេចមកមើលរូបនេះវិញនៅក្នុងអវកាសដែលมันមានអ្វីសោះធ្វើឲ្យយើងមិនបានឃើញពណ៌អ្វីទាំងអស់ឡើងខ្មៅងងឹតស្លុបតតែពន្លឺប៉ះជាមួយផែនដីទើបយើងឃើញមានពណ៌ចេញមកបើយើងសង្កេតមើលរូបនេះឲ្យកាន់តែច្បាស់ទៅតែអ្នកទាំងអស់គ្នាឃើញស្រទាប់ស្ដើងនៅលើផែនដីនេះទេវាជាស្រទាប់បរិយាកាសដែលមានពណ៌ខៀវឬផ្ទៃមេឃដែលយើងធ្លាប់បានឃើញពេលដែលយើងមើលទៅលើមេឃរាល់ដងឥឡូវនេះយើងមកដល់សំណួរដែលយើងបានចោទសួរតាំងពីដំបូងហើយហេតុអីបានជាមេឃនិងបរិយាកាសយើងមានពណ៌ខៀវបែបហ្នឹងបើពន្លឺព្រះអាទិត្យមានពណ៌សហ្នឹងដូចដែលយើងបានដឹងមុននេះបន្តិចហើយថាពន្លឺព្រះអាទិត្យមានពណ៌សត្រូវការប៉ះទង្គិចជាមួយអង្គធាតុណាមួយដើម្បីញែកពណ៌របស់វាអញ្ចឹងមានន័យថានៅក្នុងបរិយាកាសយើងហ្នឹងប្រកាសជាមានអង្គធាតុណាមួយដែលអាចញែកពណ៌ខៀវចេញពីពណ៌របស់ពន្លឺព្រះអាទិត្យបានតែអ្នកទាំងអស់គ្នាដឹងទេថាក្នុងបរិយាកាសយើងតើមានធាតុអ្វីច្រើនជាងគេបង្អស់ប្រកាសណាស់គឺអុកស៊ីហ្សែននិងអាសូតដែលចំនួនរបស់វាទាំងពីរបូកបញ្ចូលគ្នាស្មើទៅនឹង 99% នៃចំនួនអង្គធាតុទាំងអស់នៅក្នុងបរិយាកាសគឺធាតុពីរនេះឯងដែលញែកពណ៌ចេញពីពន្លឺព្រះអាទិត្យតាមច្បាប់បែកសាច់ពន្លឺដែលគេហៅថា Rayleigh scattering ដែល Rayleigh ហ្នឹងគឺជាឈ្មោះរបស់អ្នកប្រាជ្ញហើយ scattering មានន័យថាបែកសាច់ចុះធាតុពីរហ្នឹងញែកពណ៌យ៉ាងដូចម្ដេចនិយាយទៅធាតុពីរហ្នឹងវាបែកសាច់ពណ៌នៃពន្លឺទាំងអស់ប៉ុន្តែការបែកសាយរបស់វាគឺមិនដូចគ្នាទេវាមើលទៅលើប្រវែងនៃរលកពន្លឺប្រវែងរលកពន្លឺកាន់តែតូចវាបែកសាយពន្លឺនឹងកាន់តែខ្លាំងយើងក៏លេចមកមើលរូបមួយនេះយើងឃើញថាប្រវែងរលកពន្លឺរបស់ពណ៌នីមួយៗគឺមិនដូចគ្នាទេយើងឃើញថាពណ៌ក្រហមមានប្រវែងរលកពន្លឺវែងជាងគេហើយពណ៌ស្វាយប្រវែងរលកពន្លឺខ្លីជាងគេអញ្ចឹងហើយបានវាបែកសាយពណ៌ស្វាយនិងពណ៌ខៀវខ្លាំងជាងគេទៅលើផ្ទៃមេឃហើយពណ៌ផ្សេងៗទៀតគឺវាបែកសាយបន្តិចបន្តួចនិងវាអាចឆ្លងកាត់ទៅទៀតបានដល់កន្លែងនេះអ្នកទាំងអស់គ្នាប្រហែលជាមានចម្ងល់ទៀតហើយថាហេតុអីបានជាមេឃយើងមិនពណ៌ស្វាយព្រោះថាស្វាយវាមានរលកពន្លឺខ្លីជាងគេហើយការបែកសាយវាប្រកបជាខ្លាំងជាងគេមិនបានវាទៅជាពណ៌ខៀវឬពណ៌ផ្ទៃមេឃទៅវិញចំពោះចំណុចនេះយើងមានពីរមូលហេតុទី1គឺដោយសារពន្លឺពណ៌ស្វាយមានការបែកសាយខ្លាំងនៅផ្ទៃខាងលើរបស់បរិយាកាសចឹងវាមិនអាចដាល់ចូលទៅក្នុងភ្នែករបស់យើងដែលយើងស្ថិតនៅផ្ទៃរបស់ផែនដីនោះទេមូលហេតុទី2គឺដោយសារភ្នែករបស់យើងតែម្ដងភ្នែករបស់យើងចាប់បានពន្លឺពណ៌ខៀវច្រើនជាងពន្លឺពណ៌ស្វាយដែលហេតុនេះហើយពេលដែលយើងមើលទៅលើមេឃពេលថ្ងៃយើងឃើញតែពណ៌ខៀវតែប៉ុណ្ណោះឥឡូវយើងដឹងពីមូលហេតុមេឃពណ៌ខៀវពេលថ្ងៃហើយចុះពណ៌ផ្សេងទៀតនៅពេលព្រះអាទិត្យរះនិងព្រះអាទិត្យលិចតើវាយ៉ាងម៉េចវិញអូខេចំពោះរឿងហ្នឹងវាតកតងទៅនឹងទីតាំងរបស់ពន្លឺព្រះអាទិត្យនិងចម្ងាយរបស់ពន្លឺដែលវាឆ្លងកាត់បរិយាកាសនៅពេលថ្ងៃពន្លឺឆ្លងកាត់បរិយាកាសមានចម្ងាយខ្លីពន្លឺពណ៌ខៀវនិងពណ៌ស្វាយវាបែកសាច់ខ្លាំង
ប៉ុន្តែដោយសារយើងមើលមិនសូវឃើញពន្លឺពណ៌ស្វាយចឹងធ្វើឲ្យយើងមើលឃើញមេឃមានតែពណ៌ខៀវទេប៉ុន្តែពេលព្រឹកនិងពេលល្ងាចពន្លឺឆ្លងកាត់បរិយាកាសមានចម្ងាយឆ្ងាយចឹងបរិយាកាសបានបែកសាយពន្លឺដែលមានប្រវែងរលកខ្លីដូចជាពណ៌ស្វាយពណ៌ខៀវនិងពណ៌បៃតងអស់នៅសល់តែពន្លឺពណ៌ដែលមានប្រវែងរលកវែងដូចជាពណ៌លឿងទឹកក្រូចនិងក្រហមចឹងហើយបានយើងមើលឃើញមេឃរបស់យើងមាន3ពណ៌នៅពេលព្រឹកនិងពេលល្ងាចសរុបមកវិញក្នុងដំណើរការស្វែងយល់ពីពណ៌របស់ផ្ទៃមេឃយើងបានដឹងរឿងច្រើនដូចជាពណ៌ប្រកបរបស់ព្រះអាទិត្យហ្នឹងគឺពណ៌សហើយពន្លឺពណ៌សរបស់ព្រះអាទិត្យហ្នឹងគឺផ្ទុកទៅដោយពណ៌ផ្សេងៗដូចពណ៌ឥន្ធនូអញ្ចឹងហើយពណ៌ហ្នឹងអាចញែកចេញពីគ្នាបានបើសិនជាវាប៉ះទៅនឹងអង្គធាតុឬក៏ឆ្លងកាត់មជ្ឈដ្ឋានណាមួយជាក់ស្ដែងដូចបរិយាកាសរបស់ផែនដីយើងអញ្ចឹងដែលវាសម្បូរទៅដោយអុកស៊ីហ្សែននិងអាសូតធាតុពីរហ្នឹងបែកសាយពន្លឺដែលមានរលកខ្លីៗជាពិសេសគឺពណ៌ខៀវធ្វើឲ្យមេឃរបស់យើងមានពណ៌ខៀវនៅពេលថ្ងៃហើយពេលពន្លឺឆ្លងកាត់បរិយាកាសចម្ងាយឆ្ងាយនៅពេលព្រះអាទិត្យរះនិងព្រះអាទិត្យលិចធ្វើឲ្យពន្លឺដែលមានរលកខ្លីៗបែកសាយអស់នៅសល់តែពន្លឺដែលមានរលកវែងៗដែលធ្វើឲ្យមេឃរបស់យើងមានពណ៌លឿងពណ៌ទឹកក្រូចនិងពណ៌ក្រហមដូចនេះការផ្លាស់ប្ដូរពណ៌នៃមេឃកើតឡើងដោយសារបរិយាកាសពន្លឺព្រះអាទិត្យនិងទីតាំងរបស់ព្រះអាទិត្យនៅលើផែនដីពេលខ្លះសំណួរដ៏សាមញ្ញមួយនាំឲ្យយើងរកឃើញរឿងប្លែកៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនអញ្ចឹងយើងគួរតែបន្តការសួរសំណួរឲ្យបានច្រើននិងស្វែងរកចម្លើយហើយអ្នកទាំងអស់គ្នានឹងចាប់អារម្មណ៍ថាពិភពលោកនេះពោរពេញទៅដោយភាពអាថ៌កំបាំងនិងភាពអស្ចារ្យជាងអ្វីដែលអ្នកធ្លាប់គិតមុននឹងចប់វីដេអូនេះខ្ញុំមានសំណួរមួយចង់សួរអ្នកទាំងអស់គ្នាថាហេតុអីបានជាយើងមើលឃើញព្រះអាទិត្យពីផែនដីទៅឃើញពណ៌លឿងឬពណ៌ទឹកក្រូចមិនមែនពណ៌សអ្នកទាំងអស់គ្នាអាចប្រាប់ខ្ញុំនៅខមមិនខាងក្រោម